Hello everyone ត្រឡប់មកវិញហើយជាមួយនឹងការ upgrade អាងថៃរបស់យើងtrongវីដេអូនេះមិនវីដេអូថ្មីអីទេនិយាយទៅយើង flashback ទៅកាន់ការដែលយើងដែលគាល់អាងថៃរបស់យើងបន្ទាប់ពីពេលយើង movement ការដំបងអាងថៃរបស់យើងមិននៅកន្លែងហ្នឹងឯងឥឡូវហ្នឹងយើងដូរទីតាំងមកកន្លែងថ្មីអញ្ចឹងយើងមក upgrade ទាំងសម្មោះទាំងសោភ័ណភាពទាំងរុក្ខជាតិនៅក្នុងទូថៃរបស់យើងដែរអញ្ចឹងណាចឹងឥឡូវដើមឈើពិតឡើងមានហើយខ្លាចជាសរាយជាប់ម្ដងហើយនឹងដើមផ្កាជាប់ព្រោះដើមផ្កាមែនតើហ្នឹងអស់លោកស្រីនាងកញ្ញាហ្នឹងគឺគាត់មានជាការបំផ្លាញខ្ទេចបំផ្លាញខ្ទីដល់អញ្ចឹងទៅមានតែដាក់អាចជាប់ដើម្បីលម្អហើយដេកុងមើលទៅវាលើកសម្ងឲ្យផ្លាច់ភ្នែកម្យ៉ាងដែរកុំឲ្យថៃយើងវា stress អីអញ្ចឹងណាអញ្ចឹងដំបងអាស្រ័យជាប់ហ្នឹងគឺថាវាមកជាកញ្ញុំឯងប៉ុន្តែនាងខ្ញុំមានជាការបំបែកគ្នាចេញជាផ្នែកហើយយកទៅដោតជាមួយនឹងការថ្មយើងអីអញ្ចឹងទៅហើយការថ្មហ្នឹងតាំងពីមាន4 5 6ដុំឥឡូវហ្នឹងនៅសល់តែប្រហែលដុំនៅក្នុងហ្នឹងទេមានជាការយើងលាងសម្អាតហ្នឹងហើយយើងលើកយើងតាក់យើងតុកយើងតែងអីតាមនឹងអញ្ចឹងទៅចេញជារឿងមួយផ្សេងបានសម្រាប់មួយបែបទៀតហើយដល់ពេលថៃយើងហែលេងទៅវារឿងកាត់ stress មួយយ៉ាងដែរតែខ្លះទៅក៏វាហែចុះហែឡើងឆ្វែងឆ្វងដូចសូនវិញអញ្ចឹងណានោះដែរអីនោះអីតំណងដែរនិយាយទៅគេទៅលាក់ខ្លួនគេទៅពូនអាត្មាហៅចំណៃហៅអីនៅក្នុងរោងថ្មអីគុហៀអីអញ្ចឹងណាតោះកាត់មករឿងរ៉ាវដែលពួកយើងធ្លាប់បានជួបចង់ចែកម្លែករឿងពិតដែលធ្លាប់បានជួបពីមុនអីអញ្ចឹងបន្តទៀតអញ្ចឹងណាអញ្ចឹងថ្ងៃមុនយើងនិយាយពីរឿងនៅសៀមរាបអញ្ចឹងនៅសៀមរាបហ្នឹងរឿងហ្នឹងមិនទាន់ចប់ទេតែមានរឿងអារបៀបផ្លៃចំណែកអារម្មណ៍អញ្ចឹងណាអញ្ចឹងយើងបកត្រឡប់ទៅថ្ងៃទី1បន្ទាប់ពីយើងជន់ទឹកដីសៀមរាបយើងត្រូវទៅ check in នៅអូតែលអញ្ចឹងម៉ោងដែល check in នៅអូតែលហ្នឹងមែនតើតតម៉ោងខ្ទង់2ដល់1អីមកគេ check in ប៉ុន្តែដោយសារតែយើងទៅដល់ early អញ្ចឹងយើងស្នើសុំទៅខាងអូតែលក្នុងការធ្វើ early check in តែអូតែលគេថាភ្ញៀវគេអត់ទាន់ចេញអញ្ចឹងយើងទៅ check in អត់ទាន់ទេបើសិនជាក្នុងករណីភ្ញៀវគេcheck out early យើងអាច check in early ដែរប៉ុន្តែគេមានភ្ញៀវមានអីដែរអញ្ចឹងណាតែខាងអូតែលហ្នឹងក៏គេឲ្យយើងទុកអីវ៉ាន់ទុកអីដើម្បីផ្ញើហើយយើងអាចទៅដើរលេងអីបានអត់បញ្ហាអីចឹងនៅឡើងអូតែលហ្នឹងក៏គេរៀងចិត្តល្អដែរចឹងណាគេឲ្យយើងអាចប្រើប្រាស់បន្ទប់ទឹកអីនៅ rooftop នៅលើហ្នឹងមានអាងហែកទឹកមានអីទៀតមានបន្ទប់ទឹកមួយហើយយើងអាចងូតទឹកឬក៏យើងដូរកៅអៅដូរអីតាមការគួរអីអញ្ចឹងណាហើយនិយាយពីអូតែលហ្នឹងវាស្អាតហើយធូរថ្លៃតម្លៃសមរម្យល្មមដែលយើងអាចទទួលយកបានហើយគ្រាន់ថាមានអារម្មណ៍ថាគឺហៀងបុរាណពិតជាបារាណពិតមែនណាការ design ខាងក្នុងអីរៀងល្ងត់មានឈើច្រើនមានអីច្រើនហើយខ្ញុំមិនដឹងថាម៉េចដែរគឺគេអត់សូវបើកភ្លើងហ្មងទេខាងក្នុងហ្នឹងដេកពណ៌ឈើហើយដាក់ឈើប៉និតឈើអីនៅក្នុងហ្នឹងហើយគេអត់សូវប្រើភ្លើងអញ្ចឹងវាឃើញរៀងល្ងត់ស្លុបណាតែសួរថាគួរឲ្យខ្លាចអត់មែនតែនទៅអាហ្នឹងវាជា signature មួយរបស់ខ្មែរអីអញ្ចឹងណាព្រោះពីមុនក៏យើងមានភ្លើងភ្លើងអីដែរចឹងគេធ្វើអា style ដាក់ភ្លើងផឹមអីចឹងទៅចឹងបើនិយាយពីទស្សនវិជ្ជានៅក្នុងបន្ទប់វិញបន្ទាប់ពីពួកយើង check in ទៅយើងចុះបន្ទប់យើងឃើញថាបន្ទប់ធំតលាយស្អាតខែសិតតែខែឈើប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍គឺ decor វ៉ាវខ្ញុំចូលទៅដំបូងរៀងនេះដែរឃើញ decor ឈីរបស់គាត់នៅពីដែនខាងលើអញ្ចឹងមានបិទរបៀបក្បាច់ខ្មែរទៀតយ៉ាងប្លែកអារម្មណ៍មួយយ៉ាងអញ្ចឹងណាសំខាន់ចូលទៅភ្លាមមិនតាន់បានអីផងមានជាការអំពូលហ្នឹងវារៀងញាក់ដាច់ហើយយើងក៏អត់ប្រើប្រាំងពូលហ្នឹងទេយើងក៏បិទទៅ